មានសំណួរដ៏ធំមួយបានចោទសួរថាតើវាអាចទៅរួចទេដែលប្រទេសទាំងពីរនេះអាចមានសង្គ្រាមក្តៅជាមួយនឹងគ្នាឡើងវិញហើយវាអាចកើតឡើងបានដោយរបៀបណាជាការពិតណាស់បើទោះបីជាសង្គ្រាមក្តៅត្រូវបានរំលងអស់71ឆ្នាំក៏ដោយក៏ប្រទេសទាំងពីរនេះតែងតែធ្វើការគំរាមកំហែងគ្នាទៅវិញទៅមកជានិច្ចជាពិសេសគឺប្រទេសកូរ៉េខាងជើងតែម្ដងបើមើលទៅលើទង្វើរបស់កូរ៉េខាងជើងសប្តាហ៍នេះគឺមិនចង់បានសកសន្តិភាពឡើយពោលគឺលោកគីមចុងអ៊ុនតែងតែបង្កជាចំនួនគ្រប់រូបភាពជាស្ដែងនៅក្នុងខែមករាឆ្នាំ2024នេះកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងកំភ្លើងធំជាង200គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនឆ្ពោះមកកាន់កោះកូរ៉េខាងត្បូងទាំងអស់នេះជាការពិតណាស់កាលពីឆ្នាំ2010កូរ៉េខាងជើងធ្លាប់បានបាញ់កំភ្លើងធំរបស់ខ្លួនជាច្រើនលើកជាចន្ទសារណាស់មកហើយមកលើកោះទាំងអស់នេះនិងបានសម្លាប់មនុស្សអស់4នាក់បន្ថែមទៀតទង្វើរបស់កូរ៉េខាងជើងមួយនេះត្រូវបានកូរ៉េខាងត្បូងចោទថាជាអ្នកបង្កហេតុឲ្យមានសង្គ្រាមកាន់តែក្តៅមិនត្រឹមតែប៉ុណ្្នឹងទេកូរ៉េខាងជើងបានបង្កើតកម្មវិធីអាវុធនុយក្លេអ៊ែរការបាញ់សាកល្បងគ្រាប់មីស៊ីលរំលងប្រទេសជប៉ុនការវាយប្រហារតាមអ៊ីនធឺណិតការគំរាមកំហែងសន្តិសុខគ្រប់បែបយ៉ាងដែលលោកគីមចុងអ៊ុនបានប្រព្រឹត្តដោយមិនខ្លាចរអាអ្វីទាំងអស់ទង្វើទាំងអស់នេះហើយត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងដែលអាចឈានទៅដល់ការផ្ទុះសង្គ្រាមក្តៅនៅក្នុងថ្ងៃណាមួយហើយបញ្ហាទាំងអស់នេះហើយខ្ញុំបានជឿជាក់ថាបងប្អូនយើងប្រកាសជាបានឮច្រើនណាស់មកហើយតាមរយៈការផ្សាយព័ត៌មានផ្សេងៗមកដល់ចំណុចនេះយើងអាចសន្មៃមើលបានហើយថាប្រសិនបើនៅក្នុងថ្ងៃណាមួយស្រាប់តែមានការផ្ទុះនៅសង្គ្រាមធំក្តៅដោយមានការព្រមព្រៀងទុកមុនតើសង្គ្រាមនៅឧបទ្វីបកូរ៉េនឹងមានលក្ខណៈបែបណាហើយសាហាវបែបណាវិញជាការពិតណាស់គោលដៅធំចម្បងដែលកូរ៉េខាងជើងនឹងធ្វើការវាយប្រហារគឺរដ្ឋធានីសេអ៊ូលបើគិតរយៈចម្ងាយពីខ្សែបន្ទាត់ DMZ មកកាន់រដ្ឋធានីសេអ៊ូលនេះគឺវាមានចម្ងាយត្រឹមតែ40គីឡូម៉ែត្រតែប៉ុណ្ណោះហើយទីក្រុងសេអ៊ូលនេះគឺជាទីក្រុងដែលមានភាពជឿនលឿនខ្លាំងបំផុតមួយប្រហែលជា 70% នៃសេដ្ឋកិច្ច 1.67 trillion ដុល្លាររបស់កូរ៉េខាងត្បូងនេះគឺជាតំបន់សេដ្ឋកិច្ចដ៏កំពូលមួយរបស់ពិភពលោករួមមានក្រុមហ៊ុន Samsung, LG ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia ជាដើមបើទោះបីជាមានសង្គ្រាមនៅក្នុងរយៈពេលខ្លីក៏ដោយរាជធានីសេអ៊ូលនឹងដួលរលំជាមួយនឹងការកាត់ផ្តាច់ការផ្គត់ផ្គង់ផ្សេងៗជាពិសេសគឺខ្សែសង្វាក់ការផ្គត់ផ្គង់បន្ទះឈីបហើយសេដ្ឋកិច្ចពិភពលោកទាំងមូលនឹងត្រូវប៉ះពាល់ដូចគ្នាដែរបើយោងតាមអ្នកជំនាញបានធ្វើការវិភាគថាលោកគីមចុងអ៊ុនអាចកំទេចទីក្រុងសេអ៊ូលដោយមិនចាំបាច់ប្រើអាវុធប្រឡាយលោកឡើយពោលគឺយោធាកូរ៉េខាងជើងមានគ្រាប់រ៉ុកែតនិងគ្រាប់កាំភ្លើងធំយ៉ាងច្រើនសន្សឹកសន្ធាប់នៅក្នុងចម្ងាយពីទីក្រុងសេអ៊ូលតាមការស្រាវជ្រាវអ្នកជំនាញបានវិតម្លៃថាលោកគីមចុងអ៊ុនអាចបាញ់គ្រាប់រ៉ុកែត 10000 គ្រាប់ក្នុង1នាទីហើយវាអាចសម្លាប់មនុស្ស 300,000 នាក់នៅក្នុងសង្គ្រាមនៅថ្ងៃទី1បានយ៉ាងងាយស្រួលតែបើយោងតាមការវិភាគឆ្នាំ2020ដោយ RAND បានឲ្យដឹងថាការបាញ់កាំភ្លើងធំនិងគ្រាប់រ៉ុកែតត្រឹមតែ1នាទីទេគឺអាចបណ្ដាលឲ្យទីក្រុងសេអ៊ូលនឹងមានអ្នកស្លាប់និងអ្នករងរបួសជិត 15000 នាក់ត្រឹមត្រូវហើយបងប្អូនទាំងអស់គ្នាត្រឹមតែ1នាទីទេគឺអាចសម្លាប់មនុស្សបានរហូតដល់ 15000 នាក់ហើយប្រសិនបើការប្រយុទ្ធគ្នាបន្តរហូតដល់1ម៉ោងឬក៏2ម៉ោងនឹងចំនួនអ្នកស្លាប់នឹងកើនឡើងរហូតដល់រាប់ម៉ឺននាក់បន្ថែមទៀតបន្ថែមពីនេះប្រសិនបើលោកគីមចុងអ៊ុនសម្រេចបាញ់គ្រាប់ផ្លោងចូលក្នុងទីក្រុងសេអ៊ូលដោយកំណត់យកតែប្រជាជនសុទ្ធសាធនោះច្បាស់ណាស់ចំនួនអ្នកស្លាប់នឹងចេះតែកើនឡើងព្រោះថានៅក្នុងទីក្រុងសេអ៊ូលនេះគឺមានប្រជាជនប្រមាណជា26លាននាក់ដែលនេះត្រឹមតែថ្ងៃទី1នៃសង្គ្រាមតែប៉ុណ្ណោះគឺលោកគីមចុងអ៊ុនអាចសម្លាប់មនុស្សបានដោយងាយស្រួលដោយមិនចាំបាច់ប្រើគ្រាប់បែកនុយក្លេអ៊ែរឬក៏អាវុធគីមីផង